ว้าวกาแฟទឹកដោះគោក្តៅឆុងជាមួយនឹងកំសៀវម៉ូកាផតអូយពិសេសមែនទែនបងប្អូនគ្រាន់តែឃើញទឹកកាហ្វេចេញមកជាមួយទឹកដោះគោរបស់យើងឃើញគួរឲ្យចង់ញ៉ាំតែម្ដងណាសំខាន់បងប្អូនគ្រាន់តែមានឈុតកំសៀវម៉ូកាផតតែមួយឈុតទេបងប្អូននឹងអាចឆុងកាហ្វេក្តៅបានគ្រប់កន្លែងផងដែរតោះឥឡូវយើងរៀនឆុងទាំងអស់គ្នាបងប្អូនជាដំបូងយើងត្រូវការចង្ក្រានអគ្គិសនីមួយហើយយើងត្រូវការកំសៀវម៉ូកាផតដែលមានចំណុះ150មីលីលីត្រមួយហើយយើងត្រូវការ grinder ឬឧបករណ៍កិនគ្រាប់កាហ្វេមួយហើយយើងត្រូវការកាហ្វេផងដែរហើយយើងត្រូវការទឹកដោះគោខាប់បន្តិចដែរតាមចំណូលចិត្តរបស់បងប្អូនណាឥឡូវយើងបើក grinder របស់យើងឬឧបករណ៍កិនគ្រាប់កាហ្វេមកយើងដួសគ្រាប់កាហ្វេចូលបងប្អូនគ្រាប់កាហ្វេយើងត្រូវការគ្រាប់កាហ្វេលីងថ្មីបងប្អូននៅពេលដែលយើងចាក់ចូលក្នុង grinder របស់យើងត្រូវការកិនភ្លាមព្រោះនៅពេលដែលយើងកិនភ្លាមយកមកឆុងគឺឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនកុំទុកចោលយូរណាកាលណាដែលបងប្អូនកិនទុកចោលយូរគឺអត់ឆ្ងាញ់ទេវាបាត់ចំហាយឈ្ងុយអញ្ចឹងបងប្អូនកិនដូចខ្ញុំណាកិនសូមបញ្ជាក់ប្រាប់បងប្អូនថាកុំម៉ត់ពេកក៏កុំគ្រើមពេកដែរកាលណាម៉ត់ពេកយ៉ាត់ឈ្ងៀមណាតែបើគ្រើមពេកវាអត់សូវឈ្ងុយយើងរីខ្សែភ្លើងយើងចេញមកបងប្អូនហើយបន្តមកទៀតយើងបើកកំសៀវម៉ូកាផតយើងនេះបងប្អូនកំសៀវម៉ូកាផតនេះសូមបញ្ជាក់ថាចំណុះ150មីលីលីត្របាទឥឡូវយើងដកចំប៉ុយខាងក្នុងចេញមកហើយបន្តមកទៀតបងប្អូនឥឡូវនេះយើងចាក់ទឹកធម្មតាក៏បានដែរបងប្អូនមិនបាច់ទឹកក្តៅក៏បានដែរណាគ្រាន់តែកាលណាយើងចាក់ទឹកធម្មតាមានន័យថាវាគ្រាន់ដាំពុះបន្តិចអញ្ចឹងវាយូរជាងទឹកក្តៅយើងបាទឥឡូវយើងដាក់តម្រងកាហ្វេយើងចូលមកបងប្អូនឃើញទេហើយយើងចាក់សាច់កាហ្វេដែលយើងបានកិនអាមាញ់មិញហ្នឹងបងប្អូនឃើញអូហូយសាច់កាហ្វេកាលណាដែលយើងកិនភ្លាមយកមកឆុងភ្លាមគឺឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនឃើញទេហើយបងប្អូនចាក់ឲ្យពេញដូចខ្ញុំនិយាយមកសកត់បន្តិចបានណាបងប្អូនកន្លែងនេះបងប្អូនបើសិនជាបងប្អូនមានចិញ្ចិញថ្លឹងបងប្អូនដាក់15ក្រាមណាបាទឥឡូវយើងដាក់ filter ពីលើមួយមកបងប្អូនដើម្បីនៅពេលដែលទឹកកាហ្វេវាពុះមកគឺវាអត់បានដោយទាំងសាច់កាហ្វេឡើងមកខាងលើផងដែរបងប្អូនឃើញរឹតឲ្យណែនហ្នឹងឡើយនេះបងប្អូនរឹតអត់សូវណែនគឺវាអាចចេញចំហាយអញ្ចឹងធ្វើទឹកកាហ្វេរបស់យើងចេញអត់សូវបានល្អទេឥឡូវយើងដោតឌុយធម្មតាមកបងប្អូនដោតឌុយរួចហើយបងប្អូនបើកចង្កៀនអគ្គិសនីមកបងប្អូនបើកដល់លេខ6សិនមកបងប្អូនមានន័យថាយើងបើកឲ្យវាខ្លាំងកប់តែម្ដងណាមានន័យថាឲ្យវាលះពុះតែម្ដងហើយបន្តមកទៀតយើងត្រូវការនេះទឹកដោះគោឆៅរបស់យើងបងប្អូនចាក់ចូលក្នុងកំសៀវម៉ូកាផតនេះមកបងប្អូនចាក់ទៅលើកំសៀវហ្នឹងបងប្អូនត្រឹមចប៉ុយនោះបានហើយបងប្អូនចប៉ុយដែលខ្ញុំបានបង្ហាញលើរូបសញ្ញានេះបងប្អូនឃើញទេព្រោះយើងទុកសាច់កាហ្វេចេញមកខ្លះដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់លាយចូលគ្នាណាបងប្អូនឃើញទេអូហូយដំណងមែនតើបាទនេះរងចាំប្រហែលជា2នាទីក្រោយបងប្អូនប៉ះខាងលើទៅរៀងក្តៅអ៊ុនហើយបងប្អូនបន្ថយតម្លេច4វិញមកបងប្អូនឃើញទេបើខាងក្រោមនៅក្តៅហើយតែខាងលើនោះវាក្តៅអ៊ុនបងប្អូនឃើញនៅពេលបងប្អូនបន្ថយមកស្ទុះក្រោយមកបងប្អូនឃើញទឹកកាហ្វេចេញមកអូហូយពិសេសមែនតើបងប្អូនឃើញទេអញ្ចឹងអាទឹកកាហ្វេចេញមកលាយជាមួយទឹកដោះគោនេះគឺឈ្ងុយឈ្ងុបតែម្ដងបងប្អូនអូហូយនៅពេលដែលវាចេញទឹកកាហ្វេបែបនេះមកបងប្អូនយើងបន្ថយបិទតែម្ដងណាបងប្អូននៅពេលដែលយើងបិទរួចបងប្អូនគឺវាមានផលទឹកកាហ្វេបន្តិចបន្តួចទេណាបងប្អូនកុំបារម្ភកន្លែងហ្នឹងណាតែឥឡូវយើងយកកំសៀវម៉ូកាផតយើងចាក់ចូលកែវចិត្តស្មោះផងដែរបងប្អូនឃើញទេអូហូយពេលចាក់មកគឺឃើញទំនងមែនតើចាក់ចូលកែវក្តៅយើងធម្មតាបងប្អូននៅពេលដែលយើងចាក់រួចអស់ហើយបងប្អូនកន្លែងហ្នឹងយើងចង់ថែមធាតុផ្អែមពីលើទៀតមិនថាទឹកឃ្មុំមិនថាទឹកដោះគោខាប់មិនថាស្ករពោតតាមចំណូលចិត្តរបស់យើងទេបងប្អូនកន្លែងនេះខ្ញុំសូមថែមទឹកដោះគោខាប់ម៉ាក់ Chi Pot បងប្អូនណាហើយយើងចាក់ចូលបន្តិចមកបងប្អូនតាមចំណូលចិត្តរបស់បងប្អូនចូលចិត្តទេបងប្អូនចង់បានផ្អែមបងប្អូនដាក់ច្រើនជាងហ្នឹងមកណាហើយយើងកូររលាយចូលជាតិនេះមកបងប្អូនឃើញទេយើងបានកាហ្វេក្តៅញ៉ាំមួយគឺពិសេសមែនបងប្អូននៅត្រូវការឈុតកាហ្វេនេះឥឡូវយើងមាន promotion ពិសេសតែម្ដងបងប្អូនឥឡូវយើងមាន grinder មួយយើងមានកំសៀវ mocha pot មួយចំណុះ150មីលីលីត្រយើងមានចង្ក្រានអគ្គិសនីមួយហើយយើងមាន filter 100សន្លឹកផងដែរហើយអ្វីដែលកាន់តែពិសេសនោះយើងថែមកាហ្វេ2កញ្ចប់ហើយកាហ្វេនេះតម្លៃ$16ក្នុង1គីឡូផងដែរបងប្អូន free ជូនបងប្អូន2កញ្ចប់បងប្អូនអាចយកទៅឆុងសាក់លបងពី6ដងទៅ18ដងផងដែរពិសេសមែនតើបើសិនជាបងប្អូនចង់បដូរពីចង្ក្រានអគ្គិសនីមកចង្ក្រានហ្គាសចល័តក៏បានដែរតម្លៃដូចគ្នា$24ដូចគ្នាបងប្អូនគឺ free ដឹកទូទាំងប្រទេសដូចគ្នាគ្រាន់បងប្អូនផ្លាស់ប្ដូរពីចង្ក្រានអគ្គិសនីមកប្រើចង្ក្រានហ្គាសចល័តតែប៉ុណ្ណោះអរគុណច្រើន